រឿងខ្មោចព្រាយបិសាចមានទាំងអ្នកជឿនិងមិនជឿអ្នកមិនជឿគិតថាវាគ្រាន់តែជារឿងកុហកលើកយកមកនិយាយលេងឲ្យសប្បាយដើម្បីឲ្យអ្នកស្ដាប់មានការភ័យខ្លាចតែប៉ុណ្ណោះបញ្ហាខ្មោចបិសាចនេះមានការជជែកគ្នាឡើងប៉ោងសរសៃកអស់រាប់រយចំនួនមកហើយរវាងអ្នកជឿនិងអ្នកមិនជឿរវាងអ្នកធ្លាប់ឃើញនិងអ្នកមិនធ្លាប់ឃើញអ្នកដែលគេជឿថាខ្មោចព្រាយមានពិតនោះព្រោះគេធ្លាប់មានបទពិសោធន៍ដោយខ្លួនឯងចំណែកអ្នកមិនជឿនោះព្រោះគេមិនដែលមានឱកាសបានជួបនិងបានឃើញជាពិសេសអ្នកដែលរួមនៅទីក្រុងដែលមានភាពរីកចម្រើនស៊ីវិល័យនិងស្ថិតក្នុងបរិយាកាសកក្រឹកក្រែងនោះគេមិនជឿថាខ្មោចមានពិតនោះទេមិនចំពោះតែជនជាតិខ្មែរប៉ុណ្ណោះទេជឿលើរឿងខ្មោចបិសាចអារក្សអ្នកតាសូម្បីតែជនជាតិបរទេសឬអ្នកវិទ្យាសាស្ត្រក៏នៅទទួលស្គាល់ថាមានខ្មោចដែរព្រោះធ្លាប់បានឆ្លងកាត់ការពិសោធន៍និងបានសាក់លបងរួចមកហើយណយចោះលោកអ្នកជឿឬក៏មិនជឿក៏បានស្រេចតែនៅលើជំនឿផ្ទាល់ខ្លួនទៅចោះពេលនេះខ្ញុំនឹងលើកយករឿងចម្លែកមួយមកចែកជូនប្រិយមិត្តរឿងនេះពិតឬមិនពិតនោះសូមប្រិយមិត្តវិនិច្ឆ័យដោយខ្លួនឯងទៅចោះសម្បរជាកំឡោះចាស់អាយុ30ឆ្នាំគត់បានបញ្ចប់ការសិក្សាបរិញ្ញាផ្នែកខាងគ្រូបង្រៀនពីសាកលវិទ្យាល័យភ្នំពេញឆ្នាំ1961ក្រោយពីបានបញ្ចប់ការសិក្សាក្រសួងបានចេញឈ្មោះឲ្យទៅបង្រៀនក្នុងស្រុកមួយនាខេត្តបាត់ដំបងដែលតាមពិតនោះគេមានស្រុកកំណើតនៅខេត្តកំពង់ធំគេទៅធ្វើគ្រូបង្រៀននៅខេត្តបាត់ដំបងទាំងគ្មានស្គាល់នរណាម្នាក់សោះគេបានទៅជួលផ្ទះមួយសម្រាប់ការស្នាក់នៅផ្ទះមួយខ្នងនេះស្ងាត់ល្អណាស់ជាផ្ទះរបស់ប្រធានភូមិម្នាក់ដែលគាត់ធ្វើទុកសម្រាប់ចែកឲ្យកូនស្រីក្រោយពេលដែលរៀបការជាមួយនឹងបុរសអ្នកជំនួយម្នាក់ប៉ុន្តែត្រូវខកបំណងទៅវិញដោយសារតែកំឡោះអ្នកជំនួយនោះទៅរៀបការជាមួយនឹងកូនក្រមុំសៀមបាត់ទៅដូច្នេះផ្ទះមួយខ្នងនេះត្រូវនៅទំនេរជារហូតមកគប់ជួននឹងសម្បូររកជួលផ្ទះនៅផងលោកប្រធានភូមិក៏យល់ព្រមជួលឲ្យក្នុងតម្លៃថោកបំផុតសម្បូរមកនៅផ្ទះថ្មីនេះជាផ្ទះតូលមួយខ្នងគត់ដែលនៅកណ្ដាលចំការជែកមួយរយៈដំបូងផ្ទះនេះមិនបានបង្ហាញហេតុការណ៍អ្វីខុសប្លែកឡើយអាចនិយាយបានថាសម្បូររំនៅយ៉ាងមានសេចក្តីសុខ